ព្រឹកថ្ងៃទី7 ខែមិនិនាវត្តប្រជុំមានជ័យសិរីចំព្រែកនាងល្អដាច់ឃុំវៀងអាងស្រុកតឹងដេចាត់តាំងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាយ៉ាងឱឡារិកជាព្រឹត្តិការណ៍ដ៏សំខាន់ក្រោយជាង20ឆ្នាំកសាងព្រះវិហារពិធីបុណ្យមានការនិមន្តនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំភូមិភាគព្រះឧបជាព្រះដេចគុណសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិព្រះសង្ឃនិងពុទ្ធបរិស័ទគ្រប់ចតុទិសមកចូលរួមអនុមោទនាបានដឹងព្រះវិហារចាស់ចុះទ្រទ្រោមយូរឆ្នាំមានពុទ្ធបរិស័ទទីនេះតែងប្រាថ្នាចង់កសាងព្រះវិហារថ្មីធំទូលាយជាងដោយស្មារតីតាមសទ្ធាជ្រះថ្លាការព្យាយាមនិងស្របចិត្តស្របគំនិតរបស់មាងពុទ្ធបរិស័ទសំណងចាប់ផ្ដើមកសាងនាខែធ្នូឆ្នាំ2005ក្រោយពីទសវត្សរ៍ស្ថាបនាព្រះវិហារថ្មីមានរូបរាងដកស្កឹមស្កៃនិងយ៉ាងប្រណិតលើផ្ទៃដី312ម៉ែត្រការ៉េប្រវែង26ម៉ែត្រកម្ពស់38ម៉ែត្រដោយរចនាបថតាមបែបស្ថាបត្យកម្មប្រពៃណីផងនិងបំពាក់ដោយលក្ខណៈសម័យផងដោយប្រព័ន្ធដំបូល3ជាន់តម្រៀបគ្នាជាន់នីមួយៗចែកចេញជា3ផ្នត់ដោយមានរូបចម្លាក់ដ៏ប្រណិតថវិកាសាងសង់សរុបជាង 11,000 លានដុល្លារថ្នាក់ដឹកនាំភូមិភាគសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិនិងគណៈកម្មការវត្តបានដំណើរការពិធីកាច់កាត់ខ្សែបូសម្ពោធព្រះវិហារមុនពិធីកាត់ខ្សែបូវត្តនិងពុទ្ធបរិស័ទចាត់តាំងពិធីកាច់ជាច្រើនដូចជាជីក្រណ្ដៅសីមាដង្ហែឫសសីមាពុទ្ធាពិសេសព្រះបដិមាថ្មីពិធីបុណ្យប្រព្រឹត្តឡើងចាប់ពីថ្ងៃទី7រហូតដល់ថ្ងៃទី9ខែមិនិនាដោយពិធីកាច់សង្ឃកម្មកាត់ឫសសីមាជាពិធីកាច់សំខាន់បំផុតក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌព្រះវិហារថ្មី